មុំតែងមកពីផ្សារតែងតែព្រួយបារម្ភខ្លាចថាប៉ះទឹកឃុំអត់សុទ្ធឥឡូវមកមើលឃុំនេះមើលសុទ្ធឬក៏មិនសុទ្ធគេបាត់ចម្រៀងគេថាស្អីគេបាត់អីឃុំឡើងក្បាលទឹកហ្នឹងក្បាលទឹកហ្នឹងអានេះតិចអ្នកណាអត់ទាន់ស្គាល់ឃុំហ្នឹងហើយអញ្ចឹងអាកន្លែងនេះគេយកទឹកនេះទឹកឃុំចេញពីកន្លែងនេះនេះម៉ែមើលទៅម៉ែថាមុំនេះសុតរបស់គាត់ម៉ែនេះដោយសារនេះចាបងប្អូនចង់បានទឹកឃុំសុទ្ធគឺទៅទិញយកមកទាំងអស់ហ្មងនេះអានេះផ្លិតឃុំគឺយើងអាចញ៉ាំបានហើយអានេះវិញគឺអាកន្លែងក្បាលទឹកវាគឺយើងច្របាច់វាច្រោះធ្វើជាទឹកឃុំរក្សាទុកអាហ្នឹងគឺប្រកាសខ្លួនឯងច្បាស់ថាទឹកឃុំហ្នឹងគឺសុទ្ធ 100% ហើយទុកបានយូរហើយមានអត្ថប្រយោជន៍ច្រើនបងប្អូនទាំងអស់គ្នាអានេះគឺកមួនឃុំហ្នឹងនេះរូបរាងវាហើយចង់និយាយថាnóផ្អែមហ្មងគាត់ថាកមួនយើងញ៉ាំអត់កើតទេញ៉ាំទៅពេលអស់ជាតិផ្អែមវាខ្លាចជាដុំកមួនណាក៏អូបមែនតែនក៏អូបក្លិនផ្កាចាកមួនឃុំពេលដែលយើងដាក់ចូលក្នុងមាត់ក៏អូបក្លិនលំអងផ្កាមានអារម្មណ៍ថាឡើងឈ្ងុយហើយនេះគឺទឹកឃុំដែលយើងច្របាច់បានហើយតែយើងត្រូវយកវាទៅច្រោះដើម្បីយកអណ្ដែតនឹងចេញចាបងប្អូនទាំងអស់គ្នាដោយសារតែទំនេរពេកហើយចង់បានទឹកឃុំលក្ខណៈថាសុតចឹងថ្ងៃនេះជិះមករកទិញខ្លួនឯងនៅជើងភ្នំកលែនមិនបាច់ឡើងលើភ្នំទេគ្រាន់តែជិះមកជិតដល់ភ្នំកលែនហ្នឹងគឺឃើញគេលក់ច្រើនណាស់មានទាំងផ្លែឈើព្រៃមានទាំងផ្លិតឃុំហ្នឹងហើយផ្លិតហ្នឹងគឺសិតតែសុតថែមទៀតយើងជិះឆ្វែរកអាឃុំណាថ្មីចឹងណាខ្ញុំមកពីកាត់ម៉ៃនេះសំកាត់ថ្មីទេនេះណាកាប់អីកាប់ឡើងអស់ហើយទឹកម៉ូម៉ាញ់ទេចេមើលតែលក្ខណៈស្បងឃុំហ្នឹងណាចង់និយាយថាអានេះហើយអានេះអាណាថ្មីជាងថ្មីទាំងអស់និយាយថាទឹកឃុំចាពណ៌ខ្ញុំមើលឃើញពណ៌ខុសគ្នាចាចាំមើលអានេះកូនខ្ចីលេខ1អានេះវាខ្ចីដែរប៉ុន្តែពណ៌ផ្កាហើយពណ៌ផ្កាហឺសរសេរទៅវារាងលឿងបាទនេះកូនសផ្កានេះតាមដើមនេះចាតាមដើមចាអានេះស្អីគេអានេះស្អីគេទឹកឃុំអូនអូចឹងពេលគេថាទឹកឃុំគេដាក់ចឹងទឹកឃុំចឹងអេមកឃុំក្នុងនេះស្អីឃុំមេឃុំដែរហើយនេះទឹកចម្រោះហ៎ទឹកឃុំទាំងអស់ហើយណាបងតែទឹកឃុំជំនាញ 100% នេះ140,000ចែអានេះហើយ140,000ដូចគ្នា40000អានេះ40000ដែរអានេះទឹកធំចែឡងប៉ុណ្ណានេះហើយកូនខ្ចីលេខ1ចែនេះជំដាក់កូនពេញលេខ1ហ្នឹងទេថាម៉េចមីអូនញ៉ាំទៅគឺវាតិចឆ្ងាញ់វាអត់ទាន់ញាស់ហើយអានេះមើលទៅឃើញតែញាស់ហើយអានេះញាស់តតែតិចទេចែតែកូនពេញទាំងអស់ម៉ែមើលនៅឃុំស្រស់ៗហ្នឹងអានេះទឹកសិតទឹកក្នុងនេះសិតចាឃុំគេមានអាឃុំកូនខ្ចីមានអាឃុំអត់កូនខ្ចីហ្នឹងបានន័យថាវាអត់ទាន់ញាស់ទេវានៅកូនពេញក្នុងហ្នឹងហើយយកទៅញ៉ាំឆ្ងាញ់អញ្ចឹងណានេះតំបោទៀតយកអាតំបោថ្មីវិញ10000 1គីឡូ80000ចាអានេះថ្មី 100% 100%នោះបងខ្ញុំឃុំនេះគាត់ទៅចុះមកពីយកថ្មីគាត់ទៅបើកថងមកភាយក្លិនឈ្ងុយលំអងផ្កាទឹកឈ្ងុយអត់អានេះស្អីគេអានេះអានេះទៅយីហេតុតែមិនស្គាល់កូនឃុំខ្ញុំស្មានតែតកៅនេះសុតរបស់គាត់ម៉ែនេះដោយសារនេះចាអាហ្នឹងបានថាអាណាម៉ែណានេះអញ្ចឹងនេះវាចេញត្រូវចេញពីអានេះអានោះកូនវាហ្នឹងមុំទឹកហ្នឹងចេញពីអាហ្នឹងចាបងប្អូននៅជើងភ្នំកលែននេះមិនខ្វះទេឃុំមកហើយបងប្អូនប្រជាពលរដ្ឋនៅនឹងគាត់ជាអ្នករកយកមកលក់ណាមានច្រើនមានតិចតាមថ្ងៃអាទៀងទេហើយខ្ញុំមើលទៅឃើញថាឃុំថ្មីល្អអញ្ចឹងក៏ទិញរៀងច្រើនដែរទៅហើយអានេះគឺផ្លិតធំអានោះកូនអាំងទេចាបងប្អូនអាផ្លិតឃុំនេះគឺសម្រាប់យកទៅអាំងអានេះតម្លៃផ្សេង1គីឡូ100000ខ្ញុំមកទិញថ្ងៃនេះប៉ះចំថ្ងៃចូលឆ្នាំតែឆ្ងាញ់មែនទែនបាច់អាំងក៏ញ៉ាំឆ្ងាញ់ដែរហើយវាឡើងខ្ទិះហ្មងមានកូនឃុំក្នុងនឹងឡើងច្រើនចាដោយសារតែមិនដែលងាយបានមកដល់ទេអញ្ចឹងបានជាមកដល់ហើយយើងទិញឲ្យច្រើនដើម្បីយកទៅច្របាច់ធ្វើទឹកឃុំទុកខ្លួនឯងច្របាច់ខ្លួនឯងបានធានាជឿជាក់ថាសុទ្ធ 100% បើឃុំយើងទិញនៅផ្សារច្រើនតែមានការព្រួយបារម្ភមិនអញ្ចឹងអរគុណបងប្អូនដែលចូលចិត្តវីដេអូមួយនេះកុំភ្លេចជួយឲ្យបេះដូងម្នាក់មួយផងណាបាយបាយ